ខ្ញុំកណាចូលចិត្តស្ដាប់ធម៌ណាស់តែមិនសូវបានស្ដាប់ពេលថ្ងៃទេពេលថ្ងៃរវល់ធ្វើការងារយប់ឡើងបានស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងដេកស្ដាប់គាត់សួរថាម៉េចព្រះអង្គមានបាបមានអីដែររឿងស្ដាប់ធម៌ដេកស្ដាប់ចឹងណាអាហ្នឹងវាត្រូវឲ្យបើគិតពីការសំដែងធម៌ព្រះអង្គថាបើសិនជាលោកសំដែងធម៌ចឹងអ្នកស្ដាប់ហ្នឹងជួនកាលគាត់ដេកស្ដាប់ជួនកាលហ្នឹងគាត់មិនគោរពអ្នកសំដែងហ្នឹងព្រះអង្គថាមិនគួរទៅសំដែងទៅកាន់បុគ្គលនឹងទេប៉ុន្តែនេះយើងស្ដាប់ហ្នឹងយើងស្ដាប់ដើម្បីយកបញ្ញាណាយើងបាននៅមុខពភៈលោកទេប៉ុន្តែនេះយើងស្ដាប់តាមកាសែតស្ដាប់តាមវិទ្យុស្ដាប់តាម Facebook អីចឹងទៅនៅយើងឃើញហ្នឹងប៉ុន្តែយើងសម្រានបដាស្ដាប់បដាតាមពិតសម្រានស្ដាប់ហ្នឹងពេលខ្លះហ្នឹងយល់ជាងដែលនឹងអង្គុយស្ដាប់ផងជួនកាលអង្គុយហ្នឹងជួនកាលអង្គុយទៅចុកចកេះអង្គុយទៅប្រែទៅនេះប្រែទៅនោះអារម្មណ៍ហ្នឹងអត់មូលទេញោមប៉ុន្តែបើសិនតែញោមដាក់សម្រាប់លើក្រែអីហើយអារម្មណ៍យើងមូលឲ្យបដោតទៅលើសំឡេងធម៌ហ្នឹងតែម្យ៉ាងពេលខ្លះស្ដាប់ឆាប់យល់តាស្ដាប់ឆាប់ចាំឆាប់ដឹងហើយនេះព្រោះអារម្មណ៍យើងពេលហ្នឹងមូលហើយសួរថាបាបទេអាហ្នឹងពិបាកថាដែរយ៉ាងមែនទេប៉ុន្តែយើងចង់និយាយថាយើងស្ដាប់ដើម្បីយកបញ្ញាស្ដាប់ដើម្បីយកចំណេះដឹងហើយនេះញាតិញោមអាហ្នឹងញោមស្ដាប់ទៅញោមស្ដាប់ទៅយកចំណេះដឹងណាអានឹងយកបញ្ញាអានេះកុំគិតថាបាបអីគួរឬក៏មិនគួរអានឹងបើសិនតែញោមគិតអញ្ចឹងទៀតហើយពេលថ្ងៃរវល់ទៀតអានឹងលែងស្ដាប់ធម៌បណ្ដោយគាត់ថាបើថ្ងៃនឹងគាត់